ការផ្ដោតផ្លាតម្រងឬទៅស្រួលទៀតអត់មានប្របាក់ទៅមូចៅចងដោះដូរញ៉ៃញ៉ៃនេះបងប្អូននៅពេលណាដែលដល់អាយុកាលទៅដូរតម្រងដើម្បីថែរក្សាគុណភាពទឹកយើងក៏តែមូចេញដាក់ថ្មីចូលជាការស្រេចតែប៉ុណ្្នឹងចប់ពាក់ព័ន្ធនឹងការដំឡើងឬទៅស្រួលទៀតអញ្ចឹងនៅពេលដែលបងប្អូនយកទូនេះទៅដល់ភ្ជាប់ទៅយកទឹកចូលនឹងដល់ភ្លើងខ្ញុំប្រាប់ខាងមុខនេះគឺយើងមានទូមួយសម្រាប់ឲ្យបងប្អូនសាកល្បងអញ្ចឹងកន្លែងនេះយើងមានការភ្ជាប់ទៅយកទឹកចូលទឹកនេះបងប្អូនសួរតើបានដល់ពីណាទេដែរសួររហូតសួរឆ្លើយទៀតទឹកនេះគឺយើងអាចភ្ជាប់ direct ជាមួយនឹងទៅយកទឹករត់ដែលយើងប្រើប្រាស់ប្រចាំថ្ងៃឬក៏អាងស៊ីតេនទឹកហើយអាខាងក្រោមនេះគឺជាទឹកកខ្វក់ដែលពេលដែលវាចម្រោះទៅវាយកទឹកល្អតម្លាក់ចូលស៊ីតេនទឹកកខ្វក់វាប្រហូរចេញមកក្រៅហើយទឹកនេះបងប្អូនមិនមែនហូរ24ម៉ោងណានៅពេលណាដែលម៉ាស៊ីននឹងធ្វើការដំណើរការចម្រោះទៅវាប្រហូរទឹកកខ្វក់ចេញមកខាងក្រៅទឹកចម្រោះហូរចូលទៅក្នុងស៊ីតេនខាងក្នុងហើយរបៀបក្នុងការទិញទូនេះគឺអាចបន្លំបានទេមិនមែនមកចុចផ្ដេសផ្ដាស់ឲ្យបានទឹកទៅហូបដែរទេតតែធ្វើការសោកលុយចូលជាមុនអញ្ចឹងរបៀបក្នុងការសោកបងប្អូននេះដាក់ផ្លុកចូលកន្លែងសោកលុយនេះមកអញ្ចឹងសោកលុយចូលជាមុនបន្ទាប់មកទៅវាបញ្ចេញទិន្នន័យឲ្យយើងចុចបង្ហូរទឹកបានឥឡូវយើងមានទិន្នន័យ100រៀលហើយដែលយើងអាចចុចបង្ហូរទឹកបាន1លីត្រអញ្ចឹងចុចប៊ូតុងប៉ក់មកអញ្ចឹងទឹកវាហូរមកអញ្ចឹងទឹកនេះពេលដែលវាហូរគ្រប់បរិមាណចំនួនលីត្រគឺវាផ្ដាច់អូតូម៉ាទិកតែម្ដង